ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកប្រាប់រូបមន្តប្រឡាក់ត្រីរ៉ស់ម្ដងចាត្រីរ៉ស់នេះគឺខ្ញុំទិញមក7គីឡូចា7គីឡូត្រីចាហើយពុះក្បាលហើយសល់4គីឡូ4គីឡូកន្លះអត់គីឡូកន្លះអញ្ចឹងថៃចាសាច់ថៃ4គីឡូកន្លះហ្នឹងគឺខ្ញុំប្រើអំបិលសម្រាប់ប្រឡាក់ត្រីអំបិលនេះមិនមែនអំបិលអ៊ីយ៉ូទេបងប្អូនគ្នាអំបិលសម្រាប់ប្រឡាក់ត្រីចាយ៉ាងបងប្អូនទស្សនាប្រាប់គេថាទិញអំបិលសម្រាប់ធ្វើផ្អកប្រឡាក់ត្រីអីចឹងទៅគេឲ្យអំបិលសម្រាប់ប្រឡាក់ត្រីហ៎ព្រោះអីបើសិនជាបងប្អូនប្រឡាក់អំបិលអ៊ីយ៉ូសាច់ត្រីអត់ល្អទេចាអញ្ចឹងខាងប្រឡាក់ហើយត្រីនេះគឺខ្ញុំប្រឡាក់ប្រឡាក់ប្រៃសម្រាប់ទុកយកមកស្ងោតឡាចស្ងោឃ្លោកអីចឹងណាទាំងអស់គ្នាឬមួយក៏សម្រាប់ទុកយកមកធ្វើជ្រូកកែឆ្នាំងអីចឹងណាចាខ្ញុំអត់ប្រឡាក់ប្រៃទេអញ្ចឹងគ្រឿងផ្សំដែលខ្ញុំយកមកប្រឡាក់គឺមានតែអំបិលហ្នឹងជាមួយនឹងប៊ីចេងគឺខ្ញុំដាក់តិចតួចទេចាប៉ុន្តែសម្រាប់អំបិលវិញគឺត្រី4គីឡូកន្លះគឺខ្ញុំប្រើជាមួយនឹងអំបិលហ្នឹង1ខាំកន្លះណាទាំងអស់គ្នាចានៅពេលដែលខ្ញុំប្រឡាក់ហើយខ្ញុំប្រអាប់វាទុកចំមួយសន្ទុះទៅហើយខ្ញុំយកវាដាក់ក្នុងទូទឹកកកស្អែកឡើងមកខ្ញុំយកវាហាលបងចាំប្រឡាក់ត្រីលើខ្សែខែនេះដល់ខែទី4អញ្ចឹងតែវាមិនស្បូរមកទេតែយើងធ្វើទុកជាស្បៀងទុកញ៉ាំអញ្ចឹងណាចាថៃចាខ្ញុំបានជាមួយនឹងអំបិលអីហើយចាហើយខ្ញុំចាប់ដើមវាប្រអាប់ទុកចោលប្រហែលជា15នាទីសិនបងប្អូនចាក៏ទៅប្រឡាក់ហើយអត់ទៅ15នាទីទៅចាំមកថងជ្រាប់ហើយយកទៅដាក់នៅក្នុងទូទឹកកកទុកចោលមួយយប់ចាំស្អីឡើងចាំយើងធ្វើការប្រឡាក់យើងធ្វើការហាលវាអញ្ចឹងណាបងប្អូនចាមិនប្រឡាក់ភ្លាមហាលភ្លាមទេបងប្អូនទុកឲ្យចូលជាតិសិនទៅចាំស្អីឡើងចាំយើងហាលចានេះហើយជាការស្រេចទាំងអស់គ្នានេះតែញាតត្រៃរបស់ខ្ញុំណាចាអញ្ចឹងឥឡូវហ្នឹងហាលស្ងួតហើយបាន2ថ្ងៃស្ងួតមុំតែវាមិនតស្ងួតខ្លាំងណាស់ណាអញ្ចឹងបើសិនជាទុកឲ្យបានយូរគឺខ្ញុំហាលតទៅក្រៀមជានឹងទីទៀតហាល2ថ្ងៃទៀតអញ្ចឹងណាចាឥឡូវស្ងួតមុំញ៉ាំចាអរគុណសម្រាប់ការតាមដាននៅវីដេអូកន្លងមកអរគុណច្រើនទាំងអស់គ្នា